Hello everyone បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលថ្ងៃនេះខ្ញុំបង្រៀនពីពាក្យជាភាសាអង់គ្លេសអូខេតោះយើងទៅមើលទាំងអស់គ្នាបុរសបុរស man man បុរស man មនុស្សស្រីឬមួយក៏ស្ត្រី woman woman ប្រែថាមនុស្សស្រីឬក៏ស្ត្រី woman woman ក្មេងប្រុស boy boy ប្រែថាក្មេងប្រុស boy boy ក្មេងស្រី girl girl ក្មេងស្រី girl girl មាឬមួយក៏ពូឬមួយក៏អ៊ំ uncle uncle យើងអាចប្រើបានមាឬក៏យើងអាចប្រើបានពូហើយមួយទៀតក៏យើងអាចប្រើបានអ៊ំផងដែរអញ្ចឹងអ៊ំក៏យើងអាចហៅ uncle បានពូក៏យើងអាចហៅ uncle បាន uncle uncle មីងឬមួយក៏អ៊ំ aunt aunt មីងឬមួយក៏យើងប្រែអ៊ំស្រី aunt aunt សំណក់ឬមួយក៏ឆ្កែ dog dog ប្រែថាសំណក់ឬមួយក៏សត្វឆ្កែ dog dog ឆ្មាឬមួយក៏សត្វឆ្មា cat cat ឆ្មា cat cat មេគោឬមួយក៏គោញី cow cow មេគោ cow cow ក្របីឬមួយក៏សត្វក្របី buffalo buffalo ក្របី buffalo buffalo សត្វក្របី ខ្លា tiger tiger ខ្លាឬមួយក៏សត្វខ្លា tiger tiger សត្វតោឬមួយក៏សិង្ហ lion lion តោឬមួយក៏សិង្ហ lion lion ជ្រូក pig pig ប្រែថាជ្រូកឬមួយក៏សត្វជ្រូក pig pig ក្ងាន ghost ghost ប្រែថាសត្វក្ងាន ghost ghost មាន់ឈ្មោល cock cock ប្រែថាមាន់ឈ្មោល cock cock មាន់ញី hen hen ប្រែថាមាន់ញី hen hen ទាឬមួយក៏សត្វទា duck duck សត្វទា duck duck ពស់ឬមួយក៏សត្វពស់ snake snake ប្រែថាសត្វពស់ snake snake ពស់ស្វាឬមួយក៏សត្វស្វា monkey
monkey ស្វា monkey monkey ទន្សាយឬមួយក៏សត្វទន្សាយ rabbit rabbit ប្រែថាទន្សាយ rabbit rabbit thank you everyone for watching my video បាទសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការអឺទស្សនាវីដេអូរបស់ខ្ញុំជាចុងក្រោយសូមពឹងបងប្អូនជួយចុចsubscribe និង like វីដេអូរបស់ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែកចាយដល់បងប្អូននៅពេលក្រោយទៀតហើយថ្ងៃនេះគឺខ្ញុំបង្រៀនពីសត្វហើយនឹងវីដេអូក្រោយខ្ញុំនឹងបង្រៀនពីវត្ថុដែលយើងប្រើប្រាស់ហៅឈ្មោះរបស់វានៅតាមផ្ទះឬមួយក៏តាមកន្លែងណាមួយបាទសូមអរគុណអ្នកទាំងអស់គ្នាសូមជម្រាបលា